ការបញ្ជាកងទ័ពឲ្យដកថយក្រោយបទជបាញ់អត់មានទេហើយខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួនដែលសួរក្រោយបទជបាញ់នឹងបាត់ណាខ្លះការពារណាខ្លះមេទ័ពណាស្លាប់មេទ័ពណារស់ចំនួនមិនទាន់ចប់ទេបញ្ហាវានៅការលក្ខការយោធាយ៉ាងណាប៉ុន្តែខ្ញុំសូមកុំសួររឿងកន្លែងណាបាត់កន្លែងណាបានខ្ញុំសូមឲ្យបងប្អូនជឿទុកចិត្តតែមួយគត់ថាក្នុងរយៈពេលប្រយុទ្ធគ្នារហូតមកដល់ម៉ោងនេះកងទ័ពរបស់យើងទាំងអ្នកបញ្ជាការសមរភូមិរហូតដល់យុទ្ធជនម្នាក់បានខិតខំលះបង់អាយុជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដីរបស់យើងហើយសូមជឿប៉ុណ្ណឹងទៅម៉ោងស្មើនេះមិនម៉ោងត្រូវការបំបីបំបាក់គ្នាមិនទុកចិត្តគ្នាអានេះគេយកអានោះគេយកអានេះគេយកអ្នកនេះស្លាប់អ្នកនោះស្លាប់លះអីវាអត់ត្រូវទេខ្ញុំសូមឲ្យតែមូលមតិគ្នាមិនថានិន្នាការណាទេគឺត្រូវទទួលស្គាល់នឹងការខិតខំលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពរបស់យើងក្នុងការការពារទឹកដីទាំងមេទ័ពទាំងយុទ្ធជនរបស់យើងទាំងអស់គ្នាសូមតែប៉ុណ្្នឹងបាទចង់យកព័ត៌មានទៅម៉េចថាទ័ពខ្មែរអន់នេះទ័ពខ្មែរខ្លាំងនេះវាអត់ត្រូវការម៉ោងស្មើនេះវាអត់មានអីត្រូវកាហើយឃើញតែនៅចោតនៅចេះបន្តិចបន្តិចឌឺបាទអូនៅនេះបាត់នោះបាត់នេះបានស្អីស្អីមិនចាំបាច់និយាយទេសង្គ្រាមគ្មានអ្នកឈ្នះគ្មានអ្នកចាញ់ទេស្លាប់ទាំងអស់គ្នាទាំងខ្មែរទាំងថៃសង្គ្រាមធ្វើឲ្យប្រជាជនទាំងសងខាងផ្នែកកិច្ចកជាជនភៀសខ្លួនផ្ទះខ្ទេចខ្ទាំអ្នកខ្លះត្រឡប់ទៅវិញមែនប៉ុន្តែមិនសុខទេថ្ងៃណាទៀតគេប្រកាសអាសន្នឲ្យចលះទៀតវាអត់មានចំណេញអ្វីដែលដាក់ទិសដៅចំណេញគឺព្យាយាមរួមគ្នាមូលមតិគ្នាដើម្បីការពារជាតិរបស់យើងរកការដោះស្រាយបញ្ហាចំនួនបញ្ចប់ដើម្បីឲ្យស្ថានភាពទៅធម្មតាដើម្បីឲ្យយើងអាចធ្វើកិច្ចការងារដោយសន្តិវិធីនៅក្នុងការងារទំនាក់ទំនងនិងការចរចាកិច្ចព្រំដែនផ្សេងទៀតបន្តទៀតនេះគឺជាគោលដៅដែលរាជរដ្ឋាភិបាលប្រកាន់ភ្ជាប់ហើយនឹងបន្តធ្វើតទៅទៀតបាទហើយសុំទោសមិនបានចេញមកបញ្យលដូចចេះរាល់ថ្ងៃទេមិនបានត្រូវថាកន្លែងនេះត្រូវធ្វើដោះមិនអីមិនទេសភាពការវិវត្តប្រែប្រួលហើយសូមឲ្យបងប្អូនជាពិសេសតាមបណ្ដាប្រព័ន្ធបណ្ដាញសង្គម